ពេលលឺឈ្មោះនំចុកទាំងហិចបងប្អូនច្បាស់ជានឹកឃើញទៅដល់បាទនំចុកទាំងហិចនៅខេត្តកពតមុនគេហើយច្បាស់ណាស់បងប្អូននឹងគិតថាបាទនៅក្បែរផ្លូវរថភ្លើងគឺជាម្ចាស់ដើមនិងអ្នកលក់មុនគេណាតាមពិតមិនមែនទេបងប្អូនអរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងស្រាយចម្ងល់បងប្អូនដែលតែងតែសួរនៅក្នុង comment ណាបាទនៅមានភាពសពិចសពិលបាទមិនច្បាស់លាស់តាក់ទងនឹងទីតាំងនំចុកទាំងហិចណាទីតាំងមួយណាដែលលក់មុនគេអញ្ចឹងណាតោះអញ្ចឹងកុំឲ្យខាតពេលយូរទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទតាក់ទងទៅនឹងផ្លូវចូលគឺយើងចូលទៅតាមផ្លូវវត្តព្រៃតុំណាសម្រាប់ផ្លូវគឺស្រួលជិះទេមិនថាបងប្អូនធ្វើដំណើរឡានទាបឡានខ្ពស់បាទម៉ូតូអីទេគឺស្រួលមែនទែនបាទសម្រាប់ផ្លូវចូលណាហើយតាក់ទងទៅនឹងចម្ងាយផ្លូវដែលចូលទៅទីតាំងរបស់គាត់ក៏អត់ឆ្ងាយដែរបាទបងប្អូនធ្វើដំណើរប្រហែលខ្ទង់1គីឡូហ្នឹងពេលបងប្អូនជិះមកដល់ផ្លូវបត់ហ្នឹងបត់ស្ដាំហើយបត់ឆ្វេងគឺដល់កន្លែងទីតាំងរបស់គាត់ហើយគឺនៅខាងឆ្វេងដៃហ្នឹងកន្លែងរបស់គាត់គឺមានទីតាំងធំទូលាយមែនទែនបាទនៅខាងមុខផ្ទះរបស់គាត់ហ្នឹងគឺមានកញ្ចុះ4 10កញ្ចុះណាគាត់លក់លក្ខណៈគ្រួសារទេហើយកន្លែងរបស់គាត់មិនមែនលក់តែនំបញ្ចុកនិងនំកងទេបាទគឺមានទាំងស្ករត្នោតធម្មជាតិបាទមានទាំងអំពិលបាទទុរេនមង្ឃុតល្មុតនិងផ្លែឈើផ្សេងៗច្រើនទៀតដែលគាត់លក់នៅក្នុងទីតាំងរបស់គាត់តែម្ដងហើយបើនិយាយពីម្សៅនំបញ្ចុកវិញគឺគាត់ធ្វើខ្លួនឯងណាគឺគាត់អត់មែនប្រើមេអីទេបាទគឺគាត់ធ្វើមួយថ្ងៃលក់មួយថ្ងៃណាគឺគាត់លក់លក្ខណៈគ្រួសារទេហើយទីតាំងរបស់គាត់នេះក៏ដូចជាកន្លែងរបស់គាត់នេះគឺជាកន្លែងដែលលក់មុនគេហើយបាទតាំងពី30-40ឆ្នាំមុនបាទអញ្ចឹងគឺគាត់លក់យូរមែនតើបាទគឺខ្ញុំបានសួរគាត់លក់តាំងពីមិនទាន់មានគេលក់នៅទីតាំងបាទផ្លូវរថភ្លើងណាបាទគឺគាត់លក់តាំងពីមុនគេលក់ពីមុនមានតែអ្នកភូមិញ៉ាំទេបាទគឺអត់មានអ្នកតាមបណ្ដាខេត្តក៏ដូចជាអ្នកកពតអីស្គាល់ប្រហែលទេទើបតែប្រហែលឆ្នាំក្រោយនេះគឺមានបងប្អូនយើងគាត់ផ្សព្វផ្សាយច្រើនអញ្ចឹងណាគឺធ្វើឲ្យទីតាំងរបស់គាត់បាទមានភ្ញៀវនៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញគឺមកញ៉ាំច្រើនមែនទែនហើយកន្លែងរបស់គាត់គឺស្ងប់ស្ងាត់ល្អមែនទែនបងប្អូនដែលចូលចិត្តលក្ខណៈទេសភាពស្រុកស្រែបែបស្ងប់ស្ងាត់អីហ្នឹងគឺត្រូវហើយបាទសរសើរកន្លែងរបស់គាត់មិនថាទីតាំងមិនថារសជាតិក៏ដូចជាសេវាកម្មតម្លៃអីគឺសមរម្យមែនទែនបាទមួយចានអី 4-5 ពាន់ទេហើយបើនិយាយពីនំកងរបស់គាត់វិញបងប្អូនហើយបាទនៅពេលដែលយើងដាក់ចូលមាត់ណាបាទគឺស្វិតស្អិតល្មួតបាទគឺហូបទៅគឺពេញមាត់បាទរសជាតិគឺឆ្ងាញ់តែម្ដងបាទនៅពេលដែលយើងបានហូបនៅនំរបស់គាត់មិនថានំកងក៏ដូចជានំបញ្ចុកទឹកម្ហិចទេបាទគឺធ្វើឲ្យយើងដកចិត្តក៏ដូចជាជាប់ចិត្តនៅរសជាតិមួយហ្នឹងណាបាទគឺយើងអាចបំភ្លេចបានទេសម្រាប់រសជាតិរបស់គាត់ណាអញ្ចឹងបងប្អូនអាចមកញ៉ាំបានបាទអាចមកជួយ support គាត់បានដោយសារតែទីតាំងរបស់គាត់នេះគឺមិនសូវជាមានភ្ញៀវច្រើនប្រហែលទេបាទគឺមួយបាទលក្ខណៈគ្រួសារសាមញ្ញទេប៉ុន្តែបើនិយាយពីរសជាតិគឺខ្ញុំឲ្យ10 លើ 10តែម្ដងសម្រាប់ទឹកនំរបស់គាត់ក៏ធ្វើតែ2មុខទេបាទគឺទឹកម្ហិចនិងទឹកការីណាហើយបើនិយាយពីទឹកម្ហិចវិញបងប្អូនហើយបាទគឺឆ្ងាញ់មែនទែនបាទថានំចុកទឹកម្ហិចទៅវាឆ្ងាញ់ពេលបានមកសាក់នៅនំកងកាន់តែឆ្ងាញ់ទៅទៀតកន្លែងរបស់គាត់ក៏ដូចជាទីតាំងរបស់គាត់នេះបងប្អូនដែលធ្លាប់ញ៉ាំកន្លែងគាត់គឺដឹងរសជាតិកន្លែងគាត់ទេថារសជាតិបែបណាអញ្ចឹងបងប្អូនដែលបានសាកក៏ដូចជាបានញ៉ាំនៅកន្លែងរបស់គាត់ហើយបាទសូមជួយ comment នៅក្នុងវីដេអូនេះមួយផងហើយបងប្អូនដែលមិនទាន់បានញ៉ាំមកសាកម្ដងមើលបាទតាក់ទងនឹងរសជាតិបាទទឹកដៃបាទម្ចាស់ដើមណាបាទគឺឆ្ងាញ់ប៉ុណ្ណាបាទកុំឲ្យខ្ញុំចេះតែថាបងប្អូនអាចមកសាកម្ដងមើលថាឆ្ងាញ់ដូចខ្ញុំបាននិយាយអត់ហើយតាក់ទងនឹងទីតាំងគឺដូចខ្ញុំបានបង្ហាញហើយបាទគឺស្រួលរកមែនតើតាក់ទងនឹងទីតាំងណាបាទគឺចូលផ្លូវវត្តព្រៃតុំតែម្ដងតាក់ទងទៅនឹងកន្លែងរបស់គាត់ណាបាទខ្ញុំសង្ឃឹមថាបងប្អូនដែលបានមើលវីដេអូនេះហើយបាទជួយចែកម្លែកវីដេអូនេះមួយហើយជួយ support ក៏ដូចជាជួយគ្រប់គ្រងនំរបស់គាត់ផងហើយបងប្អូនដែលជួយទិញរបស់គាត់ក៏ដូចជា support កន្លែងគាត់ណាគឺស្មើនឹងជួយបាទជួយអភិរក្សក៏ដូចជាជួយថែរក្សានៅរបស់បុរាណដែលដូនតាយើងបានបន្សល់ទុកណាតាក់ទងទៅនឹងការធ្វើនំបញ្ចុកដោយប្រើដៃក៏ដូចជាឧបករណ៍បុរាណណាអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងជួយចែកម្លែកអ្នកមួយផងបាទអរគុណច្រើន